ប្រវត្តិទូទៅរបស់អធិរាជសំឡេងមាសស៊ីនស៊ីសមុទ្រកុមារស៊ីនស៊ីសមុទ្របានចាប់កំណើតឡើងនៅថ្ងៃទី30ខែសីហាឆ្នាំ1932ត្រូវនឹងឆ្នាំរកាក្នុងទឹកដីខេត្តស្ទឹងត្រែងភាគឦសាននៃប្រទេសកម្ពុជាដែលមានឪពុកជាមន្ត្រីប៉ូលីសឈ្មោះស៊ិនហេងនិងម្ដាយឈ្មោះសឹមប៊ុនលឿជាមេផ្ទះលោកជាកូនកាត់3សាសគឺខ្មែរចិននិងឡាវហើយត្រូវជាកូនពៅក្នុងចំណោមបងស្រី2នាក់ទៀតក្នុងគ្រួសារឪពុករបស់លោកគឺជាអតីតនាយទាហានមួយរូបនៅសម័យអាណានិគមនិយមបារាំងនាខេត្តស្ទឹងត្រែងនោះលុះក្រោយមកថ្នាក់លើក៏ដំឡើងឋានៈជាប្រធានពន្ធនាគារនៅខេត្តបាត់ដំបងលុះពេលឪពុកផ្លាស់ទៅធ្វើប្រធានគុកនៅខេត្តបាត់ដំបងកុមារស៊ិនស៊ីសមុទ្រក៏បានទៅរស់នៅជាមួយឪពុកដែរដូច្នេះហើយបានជាក្រោយពេលដែលលោកក្លាយជាអ្នកចម្រៀងយើងឃើញថាបទចម្រៀងរបស់លោកភាគច្រើនគឺច្រៀងរៀបរាប់ពីទឹកដីខេត្តបាត់ដំបងយ៉ាងច្រើនលើសលប់គឺព្រោះតែលោកមានអនុស្សាវរីយ៍នៅខេត្តនោះច្រើនចម្រៀងទាំងនោះដូចជាបទចម្ប៉ាបាត់ដំបងកុលាបបាត់ដំបងបាត់ដំបងមានអ្វីឆ្ងាញ់ទេលាស្ទឹងសង្កែស្រអែមដងស្ទឹងសង្កែអនុស្សាវរីយ៍បាត់ដំបងប្រត់ភ្នំសំពៅជាដើមហើយដោយសារតែចម្រៀងរបស់លោកភាគច្រើនច្រៀងពីខេត្តបាត់ដំបងនោះទើបធ្វើឲ្យអ្នកស្គាល់ខ្លះយល់ច្រឡំថាលោកមានស្រុកកំណើតនៅបាត់ដំបងតែមិនមែនឡើយគឺលោកកើតនៅខេត្តស្ទឹងត្រែងទេលុះពេលលោកអាយុមិនទាន់បាននឹង10ឆ្នាំផងលោកស៊ិនហេងដែលជាឪពុករបស់លោកក៏មានជំងឺធ្ងន់ហើយក៏ទទួលមរណកាលទៅតែក្រោយមកលោកក៏ទទួលបានឪពុកទីគឺម្ដាយរបស់លោករៀបការម្ដងទៀតព្រមទាំងប្រសូតបានកូនស្រី2នាក់បន្ថែមទៀតដូចនេះសរុបទៅលោកមានបងប្អូនចំនួន5នាក់គឺស្រី4ប្រុស1លោកស៊ិនច័ន្ទឆាយាដែលជាកូនប្រុសរបស់អធិរាជសំឡេងមាសស៊ិនស៊ីសមុទ្របានធ្លាប់ប្រាប់ដល់អ្នកស្រាវជ្រាវទស្សនាវដ្តីនិងស្ថានីយវិទ្យុមួយចំនួនថាលោកប៉ារបស់លោករៀនកូតត្រនិងដេញចាប៉ីដែលជាឧបករណ៍ភ្លេងខ្មែរប្រើខ្សែរបស់បុព្វបុរសរបស់ខ្មែរយើងនិងរៀនដេញហ្គីតាតាំងពីអាយុ6ឬ7ឆ្នាំមកម្លេះជាញឹកញាប់ណាស់ដែលគ្រូបង្រៀនរបស់លោកតែងអញ្ជើញលោកឲ្យចូលរួមក្នុងការប្រគំតន្ត្រីរបស់កុមារដូចនេះហើយទើបធ្វើឲ្យកុមារស៊ិនស៊ីសមុទ្រមានជំនាញកាន់តែច្បាស់ថែមទៀតបូកផ្សំនឹងចំណង់ចំណូលចិត្តតាំងពីកុមារភាពនិងអំណោយទានពីធម្មជាតិផងនោះធ្វើឲ្យលោកបានឈានមកដល់ចំណុចនៃភាពល្បីល្បាញយ៉ាងកំពូលដូចសពថ្ងៃនេះក្រៅពីការរៀនសូត្រនៅសាលាលោកជាមនុស្សម្នាក់ដែលមាននិស្ស័យស្ដាប់ភ្លេងពីធម្មជាតិចូលចិត្តអានសៀវភៅនិងចូលចិត្តលេងកីឡាបាល់ទាត់ផងដែរកាលវ័យសិក្សាកុមារស៊ិនស៊ីសមុទ្របានប្រឹងប្រែងរៀនសូត្រយ៉ាងយកចិត្តទុកដាក់ឥតមានខ្ជិលខ្ជាឡើយលោកតែងតែបានទទួលបន្ទូលល្អនិងការកោតសរសើរពីលោកគ្រូអ្នកគ្រូជានិច្ចនៅក្នុងវ័យជាង10ឆ្នាំដែលជាវ័យកំពុងសម្រួលខួរក្បាលនិងបូជាកម្លាំងកាយកម្លាំងចិត្តទៅនឹងការសិក្សាដ៏ខ្លាំងក្លានោះកុមារស៊ិនស៊ីសមុទ្រក៏ហាក់ដូចជាមានបេះដូងមួយចំណែកយ៉ាងធំផងដែរជាមួយនឹងវិស័យព្រះពុទ្ធសាសនាដោយការនោះលោកតែងតែតាមជីដូនរបស់លោកទៅវត្តមិនសូវលួសឡើយលោកជាអ្នកទទួលកិច្ចខាងស្មូតធម្មបទនិងសាស្ត្រាបាលីផ្សេងៗរបស់ព្រះពុទ្ធអង្គដែលលោកអាចារ្យនិងចាស់ៗរៀបចំសម្រាប់ឲ្យលោកក្នុងវ័យនោះលោកមិនទាន់ចេះច្រៀងនៅឡើយទេតែចាស់ៗចំនួនលោកដែលមានជីវិតរស់នៅនាសប្តាហ៍ថ្ងៃនេះនិងបងប្អូនរបស់លោកផងធ្លាប់បានដំណើរថាលោកចេះស្មូតបានយ៉ាងពិរោះពេកក្រៃដោយពេលនោះមុនពេលដែលព្រះសង្ឃរៀបចំទេសនាម្ដងចាស់ៗក្នុងវត្តតែងតែឲ្យលោកស្មូតជាដរាបលុះចប់បឋមសិក្សាចូលដល់ថ្នាក់កម្រិតអនុវិទ្យាល័យលោកនៅតែមានការខិតខំប្រឹងប្រែងសិក្សាមិនធ្វេសប្រហែសដែលវេលានោះលោកចូលវ័យជាយុវជនហើយវ័យនេះគេឃើញថាលោកចេះច្រៀងបានខ្លះតែមិនមែនផ្លូវការទេនឹងមានពេលមួយនោះធ្លាប់មានគ្រូចិនសែម្នាក់បានទាយឲ្យលោកថាដោយសារលោកកើតនៅឆ្នាំរកាគឺកើតចំលេខជាស្ដេចមន់កកដូច្នេះអនាគតនឹងមានគេឈ្មោះល្បីល្បាញដោយសារសម្លេងនិងក្រោយមកទៀតទំនាយនេះក៏คล้ายជាការពិតមែនគឺលោកបានคล้ายជាអ្នកចម្រៀងដ៏ល្បីដោយដែលយើងគ្រប់គ្នាសរសើរមួយស្រុកខ្មែរនេះឯងលុះពេលរៀនចប់សាលាចំណេះទូទៅនៅឯស្រុកកំណើតដែលនៅខេត្តស្ទឹងត្រែងនោះលោកក៏បានតាំងចិត្តប្រឡងចូលសាលាពេទ្យហើយពេលនោះលោកក៏ប្រឡងជាប់លទ្ធផលនេះធ្វើឲ្យគ្រួសារលោកមានការពេញចិត្តនិងរីករាយយ៉ាងខ្លាំងហើយម្ដាយរបស់លោកក៏បញ្ជូនលោកឲ្យមកសិក្សានៅឯមហាវិទ្យាល័យពេទ្យក្នុងទីក្រុងភ្នំពេញបន្តដែលឲ្យលោកស្នាក់នៅជាមួយនឹងម្ដាយមីងនិងឪពុករបស់លោកដែលពេលនោះគឺក្នុងឆ្នាំ1950ការឈានចូលជាអ្នកចម្រៀងតើយុវជនស៊ិនស៊ីសមុទ្រ
បានក្លាយជាអ្នកចម្រៀងតាមរបៀបណានៅក្នុងការសិក្សានៅសាលាពេទ្យយុវជនសិនស៊ីសមុទ្របានខំយកចិត្តទុកដាក់កាន់តែខ្លាំងមួយកម្រិតទៀតចំពោះមុខជំនាញពេទ្យរបស់ខ្លួនដែលពេលនោះលោកមានវ័យប្រហែលជា22ឆ្នាំដោយសារតែការខិតខំប្រឹងប្រែងសិក្សាយ៉ាងគត់មុតនិងខ្លាំងក្លាចំពោះឈ្មោះជាដុកទ័រនោះសក់ក្បាលខាងមុខរបស់លោកក៏ជ្រុះមួយចំនួនធំដែលធ្វើឲ្យលោកទំពែកនិងមានថ្ងាសទូលាយដូចយើងឃើញរូបតាមគម្របថាសចម្រៀងសពថ្ងៃនេះនៅក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យពេទ្យនោះលោកបានរៀនច្រៀងនិងតែងបទភ្លេងដោយខ្លួនឯងអស់រយៈពេល1ឆ្នាំគត់តាមរយៈការសេពគប់ជាមួយមិត្តភ័ក្តិដែលជាតន្ត្រីករលោកក៏បានក្លាយជាអ្នកនិពន្ធបទភ្លេងជាតន្ត្រីករនិងជាអ្នកចម្រៀងល្បីប្រចាំសាលារបស់លោកលុះក្រោយមកសាលារបស់លោកបានបង្កើតក្រុមតន្ត្រីមួយសម្រាប់ជួលក្នុងពិធីផ្សេងៗហើយគេក៏រើសលោកធ្វើជាអ្នកចម្រៀងពីពេលនោះមកបន្ទាប់ពីបង្កើតក្រុមតន្ត្រីអកេសនោះមកក្រុមតន្ត្រីនោះតែងចេញដើរប្រគំជាច្រើនកន្លែងច្រើនតំបន់ទៅតាមរោងបុណ្យរោងការផ្សេងៗតាមការជួលរបស់ភ្ញៀវហើយក្រុមតន្ត្រីនោះក៏មានឈ្មោះល្បីជាហូរហែតាមការនិយាយតៗគ្នាដោយទទួលបាននូវការកោតសរសើរមិនដាច់ពីមាត់ពីមហាជនទូទៅក៏ប៉ុន្តែម្ដាយរបស់លោកនៅឯស្រុកវិញពីដំបូងមិនជឿថាសមុទ្រកូនគាត់នេះចេះច្រៀងឡើយព្រោះកូនគាត់នេះតាំងពីតូចមកចេះតែស្មូតនឹងកាន់ឧបករណ៍ភ្លេងប៉ុណ្ណោះមានថ្ងៃមួយបងប្អូនរបស់លោកបានជួលវង់ភ្លេងសាលារបស់លោកឲ្យទៅច្រៀងនៅក្នុងពិធីបុណ្យមួយនៅឯស្រុកកំណើតនាខេត្តស្ទឹងត្រែងនោះហើយគេក៏យកដំណឹងនេះទៅប្រាប់ម្ដាយរបស់លោកតែគាត់មិនជឿឡើយហើយថែមទាំងនិយាយជាមួយកូនថាអញមិនជឿថាសមុទ្រវាចេះច្រៀងទេដោយឃើញគាត់មិនជឿបែបនេះម្ដាយមីងគាត់ក៏ទាញដៃគាត់ឲ្យទៅមើលសមុទ្រច្រៀងដល់ឆាកតើពិតឬមិនពិតលុះពេលបានឃើញកូនកំឡោះកំពុងកាន់ក្បាលមេក្រូច្រៀងយ៉ាងសង្ហាលើឆាកទើបគាត់ភ្ញាក់ព្រឹកថាចំសមុទ្រវាចេះច្រៀងមែនពេលនោះទើបម្ដាយលោកជឿចាប់តាំងពីលោកចេញច្រៀងក្នុងក្រុមតន្ត្រីអកេសក្នុងឆ្នាំ1951មកលុះក្រោយមកលោកក៏ចាប់ផ្ដើមថតចូលជាថាសនិងកាសែតជាហូរហែដែលធ្វើឲ្យលោកចាប់ផ្ដើមមានឈ្មោះជាបណ្ដាតែមិនទាន់ជាល្បីណាស់ណាទេលុះមកដល់ឆ្នាំ1955លោកបានច្រៀងបទមួយបទគឺឲ្យឆោមឆាយាពេលនោះទៅធ្វើឲ្យមានការតាក់ទាញយ៉ាងខ្លាំងពីមហាជនខ្មែរទូទាំងប្រទេសហើយការចាប់អារម្មណ៍និងស្គាល់លោកយ៉ាងច្បាស់ចាប់តាំងពីពេលនោះមកប៉ុន្តែបទសពថ្ងៃនេះដូចជាបាត់បង់ទៅហើយក៏មិនដឹងព្រោះមិនសូវជាឮសោះដោយសារភាពល្បីល្បាញដែលខំប្រឹងរាប់ឆ្នាំមកនឹងបទឲ្យឆោមឆាយានេះធ្វើឲ្យលោកទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកស្ដាប់និងរហូតបានក្លាយជាសិល្បករនៃវិទ្យុជាតិទៀតផងភាពល្បីល្បាញនេះពេលនោះក៏បានរសាត់ដល់ព្រះមហាក្សត្រយានីស៊ីសុវត្ថិមនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាដែលជាព្រះមេដារបស់សម្ដេចឪសប្តាហ៍ថ្ងៃនេះគឺព្រះបាទនរោត្តមសីហនុនេះឯងពេលនោះព្រះមហាក្សត្រយានីក៏អញ្ជើញលោកឲ្យទៅច្រៀងនៅក្នុងព្រះបរមរាជវាំងក្នុងក្រុមល្ខោនលួងរហូតប៉ុន្តែពេលនោះលោកនៅស៊ីប្រាក់ខែពេទ្យដដែលក្នុងពេលនោះលោកបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានច្រៀងចម្រៀងជាច្រើនដែលនិពន្ធដោយសម្ដេចសីហនុព្រះបិតាឯករាជ្យជាតិនៃយើងដូចជាបទបុប្ផាវៀងច័ន្ទផ្កាយស្នេហាសក្រវាកម្មបងមិនបានដូចប្រាថ្នាស្នេហាពុំមានសង្ឃឹមនិងបទដែលល្បីល្បាញរបស់ទ្រង់និពន្ធនោះគឺរាត្រីជួបភ័ក្រជាដើមដោយសារសម្លេងដ៏ពិរោះនេះសម្ដេចព្រះករុណាតែងនាំលោកទៅជាមួយជានិច្ចពេលដែលទ្រង់ចុះទៅសម្ពោធសមិទ្ធផលនានាតាមខេត្តក្នុងប្រទេសនិងជាពិសេសលោកថែមទាំងបានអមដំណើរព្រះករុណាទៅបរទេសទៀតផងពេលទៅដល់បរទេសនោះលោកមានភារៈជាអ្នកច្រៀងបង្ហាញភ្ញៀវទេសចរប្រពៃណីខ្មែរដូចជាបទចម្រៀងមហោរីនិងរបាំព្រះរាជទ្រព្យច្រើនទៀតហើយពេលនោះបានទៅដល់ប្រទេសណាលោកតែងតែនិពន្ធចម្រៀងមួយបទឬពីរបទសម្រាប់អនុស្សាវរីយ៍ពីប្រទេសនោះជានិច្ចគេចាំថាក្នុងឆ្នាំ1960ឬ1961លោកបានអមដំណើរព្រះករុណាទៅប្រទេសចិនជាលើកដំបូងពេលនោះលោកបាននិពន្ធបទក្រោយលានកម្មហើយពេលទៅច្រៀងនៅសហភាពសូវៀតលោកបាននិពន្ធបទ Violetta ទៅច្រៀងនៅបារាំងលោកបាននិពន្ធបទលីហើយប៉ារីស Antonietta Marina និងទៅដល់ប្រទេសសិង្ហបុរីលោកនិពន្ធបទលាហើយសិង្ហបុរីទៅប្រទេសឥណ្ឌូនេស៊ីលោកបាននិពន្ធបទ Mande និងមីរ៉ាមាសបងជាដើមលុះពេលឆ្នាំក្រោយមកទៀតក្នុងឆ្នាំ1962ដល់ឆ្នាំ1963លោកបានចូលរួមច្រៀងក្នុងរបាំព្រះរាជទ្រព្យក្នុងពិធីបុណ្យអុំទូកតែពេលនោះលោកបានច្រៀងបទសក្រវាចុះផែបទនេះក៏បាត់បង់ដែរក្នុងការចេញទៅច្រៀងនៅបរទេសអមសម្ដេចព្រះករុណាពិសេសទៅប្រទេសឥណ្ឌាលោកបានធ្វើឲ្យបរទេសស្គាល់របាំព្រះរាជទ្រព្យខ្មែរកាន់តែខ្លាំងឡើងលោកមិនត្រឹមតែចេះច្រៀងតែភាសាជាតិទេសូម្បីតែច្រៀងជា
ភាសាចិនភាសាបារាំងភាសាថៃក៏លោកច្រៀងបានយ៉ាងពិរោះដែរហើយចម្រៀងទាំងនោះក៏មានប្រជាប្រិយនៅក្នុងប្រទេសទាំងនោះផងដែរមិនតែប៉ុណ្ណោះលោកចេះច្រៀងបានទាំងចម្រៀងសម័យនិងចម្រៀងប្រពៃណីតែបើចំជំនាញតែម្ដងគឺបែបមនោសញ្ចេតនាកំសត់មានអ្នកស្ដាប់ជាច្រើនតែងនិយាយថាបើសិនជាពួកគេមានរឿងកំសត់ស្នេហ៍ហើយស្ដាប់ចម្រៀងរបស់លោកស៊ិនស៊ីសមុទ្រនោះគេស្ទើរតែស្រក់ទឹកភ្នែកតាមចម្រៀងនោះដែរឧទាហរណ៍ដូចជាកន្សែងក្រហមថ្ងៃជ័យលាលុះអវសានដងស្ទឹងសង្កែលាភូមិសេកសកម្លប់ដងទី10ឧត្តមស្នេហាអាសាច់ជូនម្ដាយលក្ខនឹងលក្ខចំណុចពិសេសមួយទៀតរបស់លោកគឺលោកច្រៀងចម្រៀងត្រូវគ្រប់បែបគ្រប់សន្តានគឺមានបែបធម្មជាតិបែបស្នេហាបែបសាសនាបែបប្រពៃណីបែបស្នេហាជាតិបែបកំសត់បែបសប្បាយបែបអស់សង្ឃឹមជាដើមចម្រៀងបែបកំសត់ដូចជាបទមលុបពោបាក់ខែងប្រត់ទាំងស្រឡាញ់បែបសប្បាយបងហួចលើខ្នងក្របីសុំស្នេហ៍សុំលុយបែបសាសនាអង្គលីមានិស័យកម្មព្រះមុគលានផ្លូវចែកជា3បែបស្នេហាជំរំវត្តស្លែងថ្ងៃ12កក្កដាលាម៉ែចូលធ្វើទាហានបែបប្រពៃណីបែកខុនចង់ដៃឮភ្លេងនគររាជកន្សែងក្រហមបើនិយាយពីអត្តចរិតរបស់កំឡោះស៊ិនស៊ីសមុទ្រវិញគឺជាមនុស្សសុភាពរាបសាររឹកពាថ្លៃថ្នូរមិនសូវចេះនិយាយច្រើនគឺចូលចិត្តភាពស្ងប់ស្ងាត់តែនេះមិនមែនជារឿងចម្លែកប៉ុន្មានទេព្រោះកវីនិពន្ធទូទៅភាគច្រើនមាននិស្ស័យតែភាពស្ងាត់ស្ងៀមដូច្នេះចំណែកអ្នកនិពន្ធបទភ្លេងនិងអ្នកធ្លាប់ស្និទ្ធស្នាលជាមួយលោកស៊ិនស៊ីសមុទ្របាននិយាយថាលោកស៊ិនស៊ីសមុទ្រពេលទៅណាមកណាលោកយកកូនវីយូឡុងតូចមួយរបស់លោកជាប់ខ្លួនជានិច្ចហើយពេលទៅដល់កន្លែងណាលោកនិពន្ធបទភ្លេងពីកន្លែងនោះដោយប្រើកូនវីយូឡុងនេះឯងដូចជាពេលទៅខេត្តកោះកុងលោកបានពន្ធបទសម្រាប់កោះកុងខ្ញុំអើយកោះកុងអន្លង់ស្នេហ៍ទៅដល់ខេត្តកំពតលោកនិពន្ធបទកំពតកំពូលដួងចិត្តហើយពេលទៅលេងហុងកុងលោកបាននិពន្ធបទលីហើយហុងកុងទៅខេត្តពោធិ៍សាត់លោកបាននិពន្ធបទលីហើយពោធិ៍សាត់រំដួលពោធិ៍សាត់និងបទដងស្ទឹងពោធិ៍សាត់ជាដើមលោកស៊ិនច័ន្ទឆៃយ៉ាមានប្រសាសន៍ថាលោកប៉ារបស់លោកបានយកបន្ទប់តូចមួយដែលស្ងាត់ដាច់តែឯងក្នុងផ្ទះហើយដែលសម្បូរទៅដោយថាសចម្រៀងបរទេសជាច្រើននៅក្នុងនោះសម្រាប់និពន្ធបទភ្លេងនិងចម្រៀងហើយពេលនោះលោកតែងតែនិពន្ធបានចម្រៀងមួយបទជារៀងរាល់រាត្រីបិតាសម្លេងរូបនេះថ្មីត្បិតតែល្បីល្បាញមែនតែលោកមិនដែលយកកេរ្តិ៍ឈ្មោះរបស់លោកទៅប្រើធ្វើជាប្រយោជន៍ណាមួយដែលប៉ះពាល់ដល់សង្គមឡើយម្យ៉ាងវិញទៀតលោកជាមនុស្សដែលចូលចិត្តធ្វើខ្លួនជាមនុស្សអាត់កំបាំងបំផុតគឺមានន័យថាលោកមិនចេះដើរលេងរហេតរហូតបង្ហាញខ្លួនតាមទីសាធារណៈដើម្បីឲ្យគេចាប់អារម្មណ៍និងអួតសរសើរឡើយហើយសូម្បីតែអ្នកផ្ទះក្បែរខាងរបស់លោកក៏កម្រនឹងឃើញលោកផងគឺពេលចេញពីឡានផុតលោកចូលផ្ទះបាត់ភ្លាមមួយវិញទៀតលោកជាមនុស្សដែលចូលចិត្តស្លៀកពាក់ស្អាតបាតថ្លៃថ្នូរគឺពេលទៅណាមកណាលោកតែងតែពាក់អាវធំក្រវ៉ាត់កនិងពាក់មួកកំបុតជានិច្ចហើយបើសិនជាគេមិនចាប់អារម្មណ៍ឲ្យបានដិតដល់ទេគេច្បាស់ជានឹងច្រឡំថាលោកជាមន្ត្រីរាជការមានឋានៈធំមិនខានគឺមិនដឹងថាលោកជាអ្នកចម្រៀងស៊ិនស៊ីសមុទ្រដែលពួកគេតែងតែសរសើរមិនដាច់ពីមាត់នោះឡើយចំណុចពិសេសមួយទៀតដែលសង្គមជាតិនិងមនុស្សជាច្រើនគូកោតសរសើរនិងយកតម្រាប់តាមនោះគឺលោកមិនចេះភាសាបារីនិងទទួលទានស្រាទេអ្នកខ្លះមានមតិថាមកពីលោកមិនសេពគ្រឿងសៅម៉ងទាំងពីរនោះនិងតមអាហារច្រើនមុខទៅធ្វើឲ្យសម្លេងរបស់លោកពិរោះនោះតែបើតាមលោកស៊ិនច័ន្ទឆៃយ៉ាមានប្រសាសន៍ដល់អ្នកស្រាវជ្រាវផ្សេងលោកប្រាប់ថាលោកប៉ារបស់លោកមិនដែលតមអាហារណាមួយឡើយគឺលោកទទួលទានអាហារទូទៅដោយឥតរើសគឺទទួលទានដោយគេដោយឯងដែរហើយសម្លេងដែលលោកច្រៀងពីរោះនោះគឺជាសម្លេងធម្មជាតិដែលជាសម្លេងព្រះប្រទានឲ្យលោកតែម្នាក់គត់